Khám Top Thích សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូខ្លីៗស្ដីពីគន្លឹះល្អៗពី Khám Top Tech ដែលតែងតែចេញផ្សាយជារៀងរាល់ថ្ងៃនៅថ្ងៃនេះ Khám Top Tech សូមលើកយកនៅចំណេះដឹងដ៏សំខាន់មួយដើម្បីមកបង្ហាញជូនអ្នកទាំងអស់គ្នាគឺរបៀបនៃការដោះស្រាយបញ្ហា Facebook ដែលបងប្អូននិងប្រិយមិត្តមួយចំនួនជួបបញ្ហាក្រុមហ៊ុន Facebook វា block account Facebook របស់យើងចោលដូច្នេះសូមតាមដានការបង្ហាញអំពីចំណេះដឹងដ៏សំខាន់មួយនេះពី Khám Top Tech ដូចតទៅអ្នកទាំងអស់គ្នាត្រូវតែប្រើប្រាស់កុំព្យូទ័រដើម្បីធ្វើការដោះស្រាយនៅបញ្ហាមួយនេះអញ្ចឹងជាកិច្ចចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាបើកកម្មវិធីសម្រាប់បើកអ៊ីនធឺណិតហើយចូលមកកាន់ facebook.com ដោយកុំទាន់ sign in នៅ account Facebook ណាមួយចូលឲ្យសោះបន្ទាប់មកអ្នកទាំងអស់គ្នាវានៅអាស្រ័យឋាន Facebook ដែលវាខូចនោះចូលនៅទីនេះគឺ email ឬក៏លេខទូរស័ព្ទហើយនិង password Khám Top Tech សូមវាចូលនៅអាស្រ័យឋាន Facebook ដែលខូចនោះដូចតទៅបន្ទាប់មកសូមអ្នកទាំងអស់គ្នាវា password បញ្ចូលហើយធ្វើការ sign in នេះគឺជាលក្ខណៈនៃ Facebook ដែលត្រូវបានក្រុមហ៊ុន Facebook block ចោលដោយវាឲ្យយើងជាម្ចាស់ Facebook នឹងឯងធ្វើការទស្សន៍ទាយនៅរូបភាពដែលវានឹងបង្ហាញយើងនៅពេលដែលយើង click យកត្រង់កន្លែង start នេះការទស្សន៍ទាយរូបភាពនេះមើលទៅហាក់ដូចជាមិនមានអ្វីលំបាកប៉ុន្តែមានបងប្អូននិងប្រិយមិត្តយើងជាច្រើនដែលធ្វើការទស្សន៍ទាយរូបភាពដែលក្រុមហ៊ុន Facebook ឲ្យទស្សន៍ទាយនឹងរងនឹងការបរាជ័យយ៉ាងច្រើនលើកច្រើនសារជាហេតុធ្វើឲ្យក្រុមហ៊ុន Facebook បិទ account Facebook របស់ខ្លួននោះជាស្ថាពរតែម្ដងដូច្នេះ Khám Top Tech នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការទាយរូបភាពយ៉ាងម៉េចដើម្បីឲ្យបញ្ហា Facebook ដែលគ្រាន់តែក្រុមហ៊ុន Facebook block យើងនឹងអាចយកត្រឡប់មកប្រើប្រាស់វិញបានយ៉ាងងាយស្រួលដូច្នេះជាបន្តសូមអ្នកទាំងអស់គ្នាបន្តទស្សនា Khám Top Tech សូម click យកពាក្យថា start នៅខាងឆ្វេងនៅពេលនោះក្រុមហ៊ុន Facebook វានឹងឲ្យម្ចាស់ account Facebook ដែលខូច Facebook នឹងធ្វើការទស្សន៍ទាយនៅឈ្មោះទាំង5ឲ្យត្រូវគ្នាទៅនឹងរូបភាពដែលវាដាក់ឲ្យចំនួន3រូបភាពនេះគឺជារូបភាពដែលមកពី account តែមួយទេក្នុងចំណោម5 account ខាងក្រោមអញ្ចឹងរូបភាពនេះគឺរូបភាពម្ចាស់ account តែមួយទេដែលជា friend របស់យើងប៉ុន្តែនៅខាងក្រោមនេះវាដាក់ឲ្យយើងរហូតដល់5អញ្ចឹងក្នុងចំណោម5នេះសូមអ្នកទាំងអស់គ្នាធ្វើការទស្សន៍ទាយឲ្យត្រឹមត្រូវថាតើម្ចាស់រូបភាពនេះតើគាត់មាន account Facebook នឹងឈ្មោះអីកាលណាអ្នកទាំងអស់គ្នាទាយត្រូវមួយវានៅសល់4ជំហានទៀតក្នុងចំណោម5ជំហានប៉ុន្តែការធ្វើការទស្សន៍ទាយដោយការស្មានវាមិនធ្វើឲ្យអ្នកទាំងអស់គ្នាដោះស្រាយបញ្ហាទាំងនេះបានឡើយវាទាល់តែមានកន្លឹះឬក៏មានវិធីសាស្ត្រក្នុងការទស្សន៍ទាយវាដែលយើងអាចហៅបានថាមិនមែនជាការទស្សន៍ទាយទេគឺជាការស្រាវជ្រាវរកឈ្មោះ account ពិតរបស់អ្នកដែលគាត់មានរូបភាពដែលឲ្យយើងទស្សន៍ទាយនៅទីនេះដូច្នេះសូមអ្នកទាំងអស់គ្នាអនុវត្តតាមដំណោះស្រាយពី Khám Top Tech ដូចតទៅទី1អ្នកទាំងអស់គ្នាគួរតែមាន smartphone ឬក៏កុំព្យូទ័រ2ឬ3គ្រឿងដើម្បីនេះយកឈ្មោះទាំងនេះយកទៅ search នៅក្នុងប្រអប់ Facebook ដទៃទៀតបាទជាឧទាហរណ៍ដើម្បីធ្វើការស្រាវជ្រាវរកឈ្មោះពិតរបស់ម្ចាស់មុខដែលមាននៅទីនេះគឺ Khám Top Tech ចូលទៅកាន់ account Facebook មួយទៀតបាទអញ្ចឹងនៅត្រង់ account Facebook មួយទៀតយើងត្រូវវាយឈ្មោះអ្នកដែលមានឈ្មោះឲ្យយើងធ្វើការស្រាវជ្រាវឬក៏យើងចំណាំហៅថាធ្វើការទូទាយនោះវាយឈ្មោះអ្នកទាំង6នេះចូលឲ្យលឿនហេតុអីបានជាថាឲ្យវាចូលឲ្យលឿនពីព្រោះថាបើសិនជាយើងធ្វើការដោះដោយការបញ្ជាពេលយូរនោះនៅពេលដែលយើងស្រាវជ្រាវរកឈ្មោះពិតរបស់ម្ចាស់មុខនេះឃើញក៏ដោយក៏ក្រុមហ៊ុន Facebook មិនឲ្យយើងបានជោគជ័យដែរដោយសារតែយើងចំណាយពេលយូរហេតុដូច្នេះហើយបានជា Khám Top Tech ថាទាមទារឲ្យមានកុំព្យូទ័រ2 3ឬក៏ smartphone 2 3ដើម្បីធ្វើការវាយឈ្មោះនឹងទៅតើឈ្មោះណាដែលមានរូបភាពដូចមុខនេះដូចមុខដែលបានឲ្យនេះយើង click យកឈ្មោះនឹងបន្ទាប់មកយើងយក submit អញ្ចឹងជាឧទាហរណ៍ Khám Top Tech សូមយកឈ្មោះសូភារមនេះយកទៅធ្វើការវាយបញ្ចូលនៅក្នុង account Facebook មួយផ្សេងទៀតយើងមិនចាំបាច់ត្រូវការ account Facebook ផ្សេងទៀតច្រើននោះទេគឺយើងត្រូវការតែមួយបានហើយប៉ុន្តែយើងអាចប្រើប្រាស់ smartphone ឬក៏កុំព្យូទ័រ2ទៅ3គ្រឿងអញ្ចឹងទៅដើម្បីពន្លឿននៅក្នុងការស្រាវជ្រាវរកឈ្មោះពិតនៃម្ចាស់រូបដែលក្រុមហ៊ុន Facebook វាឲ្យយើងទស្សន៍ទាយឈ្មោះនោះបាទអញ្ចឹង Khám Top Tech សូមវាយពាក្យថាសូភារមនេះសូភារមមានដល់ទៅ2អញ្ចឹងសូមអ្នកទាំងអស់គ្នា click យកទាំងពីរតែម្ដងបាទបើកទី1មកហើយអ្នកទាំងអស់គ្នា click ទៅត្រង់កន្លែង photo របស់គេមកបាទ
បន្ទាប់មករូបមិញគឺរូបដែលអាប់ឡូតចូលតាមទូរស័ព្ទឬក៏កុំព្យូទ័រអញ្ចឹងយើងคลิกយកមកបែរអាប់ឡូតមកបាទមិនឃើញមានទេអញ្ចឹងបញ្ជាក់ថាម៉េចបញ្ជាក់ថាសូភារមមួយនេះមិនត្រឹមត្រូវទេយើងត្រូវជ្រើសរើសយកសូភារមមួយទៀតចុចយកហ្វូតូរបស់គាត់មកបាទបន្ទាប់មកយើងអាចពិនិត្យមើលរូបភាពរបស់គាត់បន្តិចមកជាពិសេសរូបភាពដែលធ្វើការអាប់ឡូតដោយទូរស័ព្ទបាទនេះបន្ទាប់មកយើងគ្រាន់តែមើលត្រួសមកបញ្ជាក់ថាมันមានឈ្មោះសូភារមដែលមានមុខដូចនេះនោះទេគឺមានន័យថារូបថតនៅក្នុង account Facebook របស់សូភារមនោះគ្មានទេអញ្ចឹងយើងបន្តទៅមួយនេះទៀតអ្នកទាំងអស់គ្នាធ្វើបន្តរហូតដល់ស្វែងរកឃើញថា account Facebook ទាំង5 6នៅខាងក្រោមនេះនឹងមានរូបភាពដូចគ្នាទៅនឹងម្ចាស់មុខនេះនៅពេលដែលដូចគ្នាហើយអ្នកទាំងអស់គ្នាត្រូវคลิกយកឈ្មោះនឹងទៅបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការ submit ឲ្យតែអ្នកទាំងអស់គ្នាធ្វើត្រូវអញ្ចឹងជាញយឲ្យតែអ្នកទាំងអស់គ្នាធ្វើត្រូវអញ្ចឹងទាំងអស់គឺមានន័យថាអ្នកទាំងអស់គ្នាអាចដោះស្រាយបញ្ហា account Facebook ដែលត្រូវក្រុមហ៊ុន Facebook block គឺបិទចោលនោះបានហើយយ៉ាងម៉េចដែរអ្នកទាំងអស់គ្នាខាងតតិចសូមសង្ខេបឡើងវិញអំពីវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា account Facebook ដែលត្រូវក្រុមហ៊ុន Facebook វា block ចោលគឺទី1អ្នកទាំងអស់គ្នាត្រូវតែ sign in នៅ account Facebook ដែលគេបិទនឹងចូលបន្ទាប់មកវានឹងបង្ហាញជារូបភាពដូចនេះនៅពេលនោះក៏មានឈ្មោះនៅខាងក្រោមចំនួន5ឬ6ផងដែរដែលវាឲ្យធ្វើការទូទាយឲ្យត្រូវទៅនឹងរូបភាពខាងលើដើម្បីជាក់ច្បាស់ថារូបភាពនឹងត្រូវនឹង account Facebook មួយណាគឺអ្នកទាំងអស់គ្នាត្រូវតែស្វែងរកឈ្មោះ account Facebook នេះនៅក្នុង Facebook មួយផ្សេងទៀតដែល Facebook នឹងមិនខូចទេដើម្បីឲ្យការស្រាវជ្រាវរក account Facebook នៃម្ចាស់មុខទាំងនេះឲ្យមានល្បឿនលឿនអ្នកទាំងអស់គ្នាគួរតែមាន smartphone 2-3 គ្រឿងឬក៏ computer 2-3 គ្រឿងដើម្បីធ្វើការស្រាវជ្រាវពីព្រោះថាបើសិនជាយើងចំណាយពេលយូរនៅក្នុងការស្រាវជ្រាវរកម្ចាស់ account ដែលមានមុខដូចនេះនោះអ្នកទាំងអស់គ្នានឹងមិនបានជោគជ័យទេទោះបីជាអ្នកទាំងអស់គ្នាដោះអស់ចប់សពគ្រប់ចប់តាមជំហានរបស់វាក៏ដោយពីព្រោះថាយើងបានចំណាយពេលយូរដូច្នេះនេះគឺជារបៀបនៃការដោះស្រាយបញ្ហា account Facebook ដែលត្រូវបានក្រុមហ៊ុន Facebook បិទដែលយើងអាចធ្វើការស្រោចស្រង់ account Facebook នឹងមកវិញបានឱកាសល្អសម្រាប់បងប្អូននិងប្រិយមិត្តដែលមានបំណងចង់សិក្សាវគ្គជួសជុលទូរស័ព្ទផ្នែកកម្មវិធីជាមួយនឹង Camtatic ប៉ុន្តែដោយសារតែបងប្អូននៅឆ្ងាយបងប្អូនមានការរវល់ជាមួយនឹងកិច្ចការរបស់ខ្លួនបងប្អូនមានពេលទំនេរតិចតួចឬក៏បងប្អូននៅក្រៅប្រទេសជាដើមនោះឥឡូវនេះ Camtatic បានបញ្ចេញវីដេអូស្ដីពីរបៀបនៃការបង្រៀនជួសជុលទូរស័ព្ទផ្នែកកម្មវិធីលក់ហើយទស្សនាវីដេអូដែល Camtatic នឹងដាក់លក់នេះអ្នកទាំងអស់គ្នាពិតជាអាចមានចំណេះដឹងគ្រប់គ្រាន់នៅក្នុងការជួសជុលទូរស័ព្ទផ្នែកកម្មវិធីជាក់ជាមិនខានត្បិតវីដេអូដែល Camtatic ដាក់លក់នេះមាន2ប្រភេទទី1គឺជាវីដេអូដែលបង្រៀនផ្ទាល់តែម្ដងដែលធ្វើការពន្យល់យ៉ាងក្បោះក្បាយមិនតែប៉ុណ្ណោះបើសិនជាវីដេអូធ្វើការបង្រៀនផ្ទាល់អ្នកទាំងអស់គ្នាទស្សនាទៅនៅតែមិនមានភាពច្បាស់លាស់គឺវីដេអូដែល Camtatic លក់នោះមានវីដេអូអមមួយប្រភេទទៀតដែលអាចឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់គឺជាវីដេអូដែលថតឡើងយ៉ាងលម្អិតដើម្បីពន្យល់អំពីចំណុចមួយទាំងនោះការជួសជុលទូរស័ព្ទផ្នែកកម្មវិធីនេះគឺមានន័យថាការបុក program មានដូចជា downgrade update upgrade restore ជាដើមមិនតែប៉ុណ្ណោះក្រៅពីវីដេអូដែលមានវីដេអូបង្រៀនផ្ទាល់និងវីដេអូថតពីមេរៀនមួយដោយផ្ទាល់អមដោយការពន្យល់យ៉ាងក្បោះក្បាយនិងចំណុចពិសេសមួយទៀតដែលនោះបើសិនជាបងប្អូននិងប្រិយមិត្តទិញវីដេអូនេះទៅក្រៅពីវីដេអូពន្យល់ដោយផ្ទាល់និងវីដេអូថតបង្ហាញលម្អិតដោយផ្ទាល់ Camtatic នឹងមានផ្ដល់ជូនសៀវភៅមេរៀនស្ដីពីរបៀបនៃការជួសជុលទូរស័ព្ទផ្នែកកម្មវិធីនោះទៅជាមួយទៀតផងទាំង3គឺវីដេអូបង្រៀនផ្ទាល់វីដេអូថតពន្យល់ពីចំណុចមួយយ៉ាងក្បោះក្បាយនិងសៀវភៅស្ដីពីរបៀបនៃការជួសជុលទូរស័ព្ទផ្នែកកម្មវិធី Camtatic ជឿជាក់ថារបស់ទាំង3នេះគឺពិតជាអាចជួយដល់បងប្អូននិងប្រិយមិត្តដែលមានបំណងចង់មកសិក្សាវគ្គជួសជុលទូរស័ព្ទផ្នែកកម្មវិធីប៉ុន្តែមិនអាចមកបានដោយសារតែប្រការផ្សេងៗដែល Camtatic បានរៀបរាប់ខាងដើមនោះអាចធ្វើឲ្យបងប្អូនមានចំណេះដឹងគ្រប់គ្រាន់បានហើយអំពីចំណេះដឹងស្ដីពីរបៀបនៃការជួសជុលទូរស័ព្ទផ្នែកកម្មវិធីបើសិនជាបងប្អូននិងប្រិយមិត្តចង់បានវីដេអូស្ដីពីរបៀបនៃការជួសជុលទូរស័ព្ទផ្នែកកម្មវិធីដែលមានការពន្យល់យ៉ាងក្បោះក្បាយល្អិតល្អន់យកទៅទស្សនាដើម្បីសិក្សារៀនសូត្រដោយខ្លួនឯងផ្ទាល់នោះសូមតាក់ទងមកកាន់លេខទូរស័ព្ទ098 21 37 36អ្នកទាំងអស់គ្នាអាចមានមធ្យោបាយ2យ៉ាងទី1មកទិញដោយផ្ទាល់ដោយនាំយកមកជាមួយនៅ flash ឬ external ឬក៏ memory ដែលមានទំហំធំ
ប្រហែលជា 20G ឡើងទៅដើម្បីមកធ្វើការ copy ទី2គឺបងប្អូននិងប្រិយមិត្តអាចធ្វើការទិញពីចម្ងាយបានផងដែរតែខំតតិចនឹងធ្វើការផ្ញើ link ជូនដល់អ្នកទាំងអស់គ្នាអ្នកពីចម្ងាយអាចទិញតាមរយៈសេវាកម្មវិញការសិក្សាជាមួយនឹងមេរៀនវីដេអូដែលខំតតិចបានធ្វើការថតបង្ហាញនេះធ្វើឲ្យបងប្អូនចំណេញពេលវេលាយ៉ាងច្រើនត្បិតមេរៀនជួសជុលទូរស័ព្ទផ្នែកកម្មវិធីដែលខំតតិចលក់នេះគឺមិនខុសពីការបង្រៀនដោយផ្ទាល់នោះទេសូមអរគុណ